យើងទៅដល់ក្នុងមានរបស់យើងវិញយើងនឹងធ្វើដំណើរទៅឯព្រះមហានគរដើម្បីចុះឈ្មោះធ្វើជាមេតបការពារមហានគរណាទស្សនៈនៃការយល់ដឹងរបស់ឯងមានតម្លៃខ្ពស់ណាស់សម្លាញ់ពិតមែនហើយម្យ៉ាងទៀតគេថាណែមនុស្សយើងម្នាក់កើតមកបើសិនជាកើតនៅលើផែនដីណាត្រូវដឹងគុណចំពោះផែនដីនោះបើមិនបានថែរក្សាទេក៏គល់គុំតែបំភ្លេចបំផ្លាញនោះទៅជាការប្រសើរណាមែនហើយសម្លាញ់អើយនៅរៀបរាប់ហ្នឹងហើយសំឡេងអ្នកណាដូចជាសំឡេងបងព្រៃហ៎បងព្រៃទៅតាមមិនមកតាមយើងអញ្ចឹងបងព្រៃហ៎ហើយបងឯងធ្វើដំណើរមកតាមពុកខ្ញុំលុយហ៎យ៉ាហេហើយចំនឹកមានស្រុកកំណើតដែរតើបងឯងមានស្រុកកំណើតបាទមើលបងឯងនិយាយមើលស្រុកកំណើតបងឯងនៅខេត្តណាស្រុកណាខណ្ឌណាស្រុកកំណើតបងនៅខេត្តកំពតហ្នឹងហើយស្រុកកំណើតនេះហ្នឹងទេយ៉ាហេនៅភូមិកូនសัตว์ហ្នឹងអញ្ចឹងទេបងខ្ញុំមិនជឿទេអ្នកកំពតគេមិននិយាយទៅបងឯងអញ្ចឹងទេអ្នកកំពតគេនិយាយតាមតិចអញ្ចឹងមិនមែនទេគេនិយាយរបៀបអ្នកស្រុកកំពតហ្នឹងហើយអីវ៉ាន់ហ្នឹងអីហ៎បងឯងនិយាយកំពតឲ្យដូចមើលបងឯងចំណាប់ខ្ញុំមកថាខ្លួនឯងទៅកំពតហ្នឹងហ៎ចប់ថ្ងៃនេះរយឈីនេះដាំអំពៅហ្នឹងអីវ៉ាន់ហ្នឹងស្រុកកំណើតខ្ញុំប៉ុន្តែពងដៃក្រៃក្រទៅរត់ទៅនៅបំពេញខ្លះអីទៅប៉ុន្តែឥឡូវខ្ញុំនៅកំពតហ្នឹងដែរហ្នឹងខ្ញុំជឿឲ្យបងពិតជាអ្នកកំពតដែរពិតជាអ្នកកំពតមែនល្អណាស់បងបងណាពីកំពតធ្វើដំណើរមកដល់បរមសាលារបស់យើងនេះឆ្ងាយណាស់បងប្រហែលគីឡូដែរទៅពីកំពតមកដល់ត្រឹមហ្នឹងមែនស្មើនឹងពីត្រឹមនឹងដល់កពតនឹងហើយទៅពីទៅផ្ទះហ្នឹងចង់និយាយថាគីឡូម៉ែត្រណាអូគីឡូម៉ែត្រអីត្រូវហើយណាបងប្រហែលយោជអូយនិយាយយោជបើស្រុកខ្ញុំឯនោះគេហៅទៅយោជហ្នឹងមកយោជអីចឹងទៅ16យោជអីចឹងទៅណាអូហ្នឹងគ្មានយោជគ្មានអីទេហៅខំអញ្ចឹងផងហ្នឹងតែខ្ញុំឆ្ងល់ចេះអ្នកមកខំ100នេះយាយអញ្ចឹងបងអូច្រឡំមកខំ80អញ្ចឹងមិនបានជាមកខំ80ទៅវិញបងអំបិលបងណាខ្ញុំតាំង3នាក់ធ្វើដំណើរមកខ្ញុំជិះសេះមកហើយចុះបងធ្វើដំណើរមកបងជាអ្វីដែរទៅបងបាទអូចង់បានថាអូនឯងមានហឺហាប៉ុណ្ណឹងដែរជិះសេះបិទប្រកាសឲ្យបងព្រៃបងឯងដឹងទេសេះធ្វើដំណើរលឿនណាអូយអត់ឈ្នះឡានទេអត់មានទេស្រុកខ្ញុំគ្មានទេណាបងមានតែព្រៃមានមកជិះរថភ្លើងរថភ្លើងយ៉ាងម៉េចបងអេរថភ្លើងអាផ្លូវដែកវាហ្នឹងចឹងបងឯងត្រូវដឹងថានៅក្នុងសម័យកាលរបស់យើងរស់នៅនេះអ្នកដែលមានសេះមិនមែនជាមនុស្សធម្មតាទេបងជាអ្នកមានទ្រព្យសម្បត្តិតាបងនឹងហើយតែអ្នកមានសេះបើសម្រាប់ស្រុកបងនៅកពតនឹងអ្នកមានសេះគឺក្រទេមិនចឹងបងបើគេមានឡានបានលយអញ្ចឹងផងបងប្រៃឥឡូវខ្ញុំសួរបងឯងបន្តិចបងឯងមករៀនជាមួយលោកគ្រូយូរហើយបងឯងចាក់ជិះទៅបងឯងគិតថាប្រកបរបររស់ស៊ីអីហ៎អូអត់រស់ស៊ីអីទេទៅដាំដរ៉េនសាច់ឈាមបងឯងរត់តែស្បែកជើងគ្មានពាក់ផងហ្នឹងហ៎មានលុយមកបញ្ញាទិញដរ៉េនយកមកដាំដរ៉េនកុងខ្ញុំនៅទឹកឈូហ៎អីមកអញ្ចឹងមានកុងទៀតហ៎ហេខ្សែចិនណាពុតធោសម្លាញ់ខ្សែចិនអូហេបងឯងខ្សែចិនឆេងមេងរាល់ឆ្នាំងាប់ចិនគេឡើងសភ្នែកតាំងឲ្យបងឯងភ្លេចឲ្យលៀនខ្មៅថ្មឯងខ្ញុំអាហ្នឹងចិនកូនកាត់ណែបើសិនជាបងឯងចិនមែននេះប្រហែលថ្ងៃទៀតចិត្តចូលឆ្នាំចិនហើយអញ្ចឹងបងឯងនិយាយចិនឲ្យខ្ញុំស្ដាប់មើលអត់ទេអត់ចូលឆ្នាំទេឆេងមេងឆេងមេងគេចូលឆ្នាំសិនមិនឆេងមេងតាមក្រោយអត់ទេខ្សែចិននេះឆេងមេងឥឡូវលោកឪពុកគេហៅថាម៉េចចិនលោកឪពុកហៅប៉ាហើយចុះម្ដាយគេហៅថាយ៉ាងម៉េចម៉ាក់អត់ទេខ្ញុំលឺលោកឪពុកហៅម៉េចអាម៉េចទាម៉េចកៅម៉េចអូទានោះម៉ាក់នោះកាបនោះបើបងឯងចិននិយាយអញ្ចឹងគេយកច្រឡំងាប់ហើយបងប្រៃហេចិនហៅម៉េចចឹងចិនគេហៅទៅតាមពាក្យពេចន៍ហៅទាហៅអីហ្នឹងទៅនឹងមានណាហៅទាហៅអាពុកទាខ្ញុំហៅម៉ែមន់ចឹងគេហៅអាម៉េចគេហៅអាទាអាម៉េចគឹមសោមិនគេណោះអូឆ្លើយកូនចិនដែរប៉ុនឆ្លើយទៅហៅអាពុកអាទាយ៉ាងអាពុកអាទាម៉ែមីមន់វាជាទំនៀមទម្លាប់ប្រពៃណីអរិយធម៌របស់គេណាបងពិតប្រកបហើយខ្ញុំនិយាយតាមត្រង់ទៅបងឯងស្លៀកសម្លៀកបំពាក់យ៉ាងហ្នឹងធ្វើដំណើរមកតាមខ្ញុំខ្មាស់គេណាស់ណាបងព្រៃគេមើលមកនោះអូបើបងវិញដើរ3នាក់ហ្នឹងបងខ្មាស់គេចង់បកាច់ណែកុំនិយាយសម្ដែងអញ្ចឹងខ្មាស់យ៉ាងម៉េចអូយក្រាន់តែដល់វត្ត
កំពុងនប់ហ្នឹងគេថាអូយមើល4នាក់ហ្នឹងមើលទៅដូចកូនភ្លោះតែខ្ញុំថាអូយអត់មើលសម្ដោះខ្ញុំអីប្រៀបធៀប3នាក់មិនស្មើខ្ញុំផងឥឡូវចេះទៅបងបាទសិនជាបងឲ្យដាំទុនរេនបងឲ្យខ្វះខាតដើមរកស៊ីមកខ្ចីខ្ញុំបានខ្ញុំគូនអ្នកមានណាបងអូខ្វះដើមទុនតរេនអីបាទអូមិនបាច់ភីទេលុយកាក់អីខ្ញុំរាល់ថ្ងៃដូចថាខ្ជិលរាប់បងប្រៃហ៎បងឯងនិយាយយ៉ាងហ្នឹងកំពុងតែមើលងាយលទ្ធភាពពួកខ្ញុំហើយហ៎អត់ទេរាល់ថ្ងៃមែនខ្ជិលរាប់ហ្មងលុយអញ្ចឹងបើបងឯងមានលុយកិនមានកាក់បងឯងមកស្លៀកសម្លៀកបំពាក់ឲ្យល្អល្អដូចពួកខ្ញុំទៅអ្នកមានមែនតែងទៅគេមិនសូវប្រកាន់វណ្ណៈទេគេសុកចិត្តសាមញ្ញឃើញដើរលីលើអញ្ចឹងតិចថាប្លង់ដីទៅផ្ទះហ្នឹងហ៎ហេនៅណាបងនៅនាគារអស់ហើយធនាគារគេហៅស្អីគេបងធនាគារមេក្រូអរញ្ញវត្ថុអូសម្រាប់យើងរស់ស៊ីមុខរបរធំឧទាហរណ៍ទៅយកលុយលេងបៀជាដើមបងប្រៃចុះខាច់ថាយកធ្វើដើមទុនរស់ស៊ីយកទៅលេងបៀយ៉ាងម៉េចហ្នឹងមិនដើមទុនអាហ្នឹងវាចូលលបែងស៊ីសងហើយបើមិនស៊ីមិនសងឥឡូវបងឯងจะពាក់គេប្រមាណបងឯងថ្ងៃមុនក្តៅកាហាយចាញ់ក្តាមឃ្លោកគេផងស្រាប់តែគេក៏លុកភ្លុកម្ចាស់គេឥឡូវងាកបើកឡើងលេងឃ្លោកចេញ3អូដាក់ផ្លាច់មកហើយបងឯងចាក់អីចាក់ឃ្លោកចាំមិនត្រូវបងអត់ទេលេងបើកឡើងវាថាតឡាចតែមិនដែលខ្លាឃ្លោកម៉ែណាមានតឡាចទេវាថាបើឃ្លោកធំដល់ពេលប៉ិនមេឃអូតឡាចមែនឥឡូវបងឈប់ទៅលបែងច្បាប់ទម្លាប់គេកំពុងតែកំចាត់គេមិនឲ្យមានទេនៅក្នុងសង្គមណាបងវាអត់មានមែននោះលបែងឥឡូវឈប់អស់ឥឡូវចេះតែបងប្រៃបងឯងខ្វះខាតប្រមាណយកទៅសងគេណាប្រាប់ខ្ញុំមកទៅ3នាក់ខ្ញុំជួយជិញថ្លៃបើจะពាក់គេបានអូយដោះស្រាយតែខ្លួនឯងទៅខ្លួនឯងឲ្យមានឡានជិះគេទៅហើយបងឯងធ្វើដំណើរមកហ្នឹងមានលុយមានអីអត់អើយសម័យនេះហើយដើរដាក់លុយតាមខ្លួនយ៉ាងម៉េចដាក់តាមខ្លួនសម្រាប់យើងហត់នឿយបងបានតាមរៀនចេះដឹងល្ងងហើយដាក់តាណាចុងគេដាក់ក្នុងកង់ធនាគារហ៎ហើយបាយមានកង់ទៀតដូចមីងទឹកសុទ្ធដបប្រហែល500មកមីងខ្ញុំបាញ់កង់ឲ្យចាមិនធម្មតាទេបងប្រៃនេះថ្ងៃមុនគ្រាន់ថាបាញ់កង់យកម៉ាខ្ញុំវាយក្បាលឃ្លុះថៃបានហើយឆ្លើយរួចបាញ់កង់ហែងបងប្រៃនិយាយប្រេះផ្ដាស់ហើយឥឡូវថ្ងៃនេះបងឥឡូវថ្ងៃកាន់តែខ្ពស់ហើយបងថ្ងៃយ៉ាខ្ពស់ហើយថ្ងៃក្តៅណាស់បងឯងធ្វើដំណើរអញ្ចឹងបងក្តៅបាយហត់ដែរទេអូហើយរៀនបានមួយលោកគ្រូយូរហើយថ្ងៃស្មើហ្នឹងមិនបានមកញ៉ាំអញ្ចឹងហ៎ថ្ងៃក្តៅណាស់បងអូពុទ្ធោបាទតាមខ្ញុំស្មានម៉ោង2:10ថ្ងៃត្រង់ហើយរៀនសភៅណាស្មើនឹងថ្ងៃហើយណាម៉ោង7-9យប់ហើយថ្ងៃបងប្រៃបងឯងយ៉ាងម៉េចនេះហ៎បានជានិយាយស្ដីមិនដឹងពេលវេលាសោះអញ្ចឹងហ៎ប្រហែលជាដើរជន់ពេលនេះសួរតែក្មេងប៉ុណ្ណឹងក៏វាដឹងថាយប់ដែរនេះឥឡូវបាយសួរមើលហ៎អូនយប់ឯថ្ងៃវាមកឃើញទេនោះគេថាថ្ងៃដូចគ្នាកុំតែចោលគេបាយស្គាល់គេចុកទៅវាយកំណត់បងឯងលងងតាមនិយាយចាញ់បញ្ញាគេបងឯងមកទៅចោតកាន់គេខ្វេផ្ដាស់អញ្ចឹងហ៎បងប្រិយម្ដាយឪពុកឲ្យទៅរៀនសិក្សាសាលាចេះដល់ថ្នាក់ទី10មិន10ប្រឡងជាប់ចូលនិស្សិតទី1ទី2ទៅមកនឹងថ្ងៃណែបងឯងនិយាយហ្នឹងកំពុងតែប្រមាថមាក់ងាយដល់លោកគ្រូហើយម្ចាស់ទឹកម្ចាស់ដីទោះសបរមីថែរក្សាទីអាវាសវត្តធ្វើជាកសិនសាក់សីបើស្មើនឹងពីណាថាថ្ងៃស្បត់អីកំលេងស្បត់បងកំលេងស្បត់ទៅហើយបងប្រៃហ៎គេថាទឹកហូបមិនដែរហត់ទេហើយមនុស្សតច្រកស្បត់ក៏មិនដែរត្រង់ដែរហេមនុស្សក្បត់ហ្នឹងហើយត្រង់ឥឡូវខ្ញុំសួរបងឯងមួយទៀតបងឯងអាយុប៉ុណ្ណឹងហើយណាល្មមរកប្រពន្ធរកឧស្សាហ៍គេហើយយកតើគូទៅដឹងនៅនឹងមុខហ្នឹងខ្ញុំមិនជឿអូយមុខមើលផ្លេតដោយកូនលួហេបងប្រៃបងឯងស្រឡាញ់គេគ្នាយូរហើយនៅស្រឡាញ់យូរហើយអញ្ចឹងហ៎ពូជពងវងសៅវតាគេជាកូនអ្នកមានមុខមានមាត់គេទៅយកដែរទេបងហើយកូនពីណាអត់មុខអត់មាត់ទេវាមិនដែលកូនណាកើតមកមានតែជាអេក៏ប៉ុន្តែខ្ញុំមិនជឿថាគូតរឹងបងឯងទេហេយោអៀនឥឡូវបើសិនជាគូតរឹងមែនបើគូតរឹងមែនបងឯងថែបបកសិនខ្ញុំមើលអូយមកបខំអូនឥឡូវថែបទៅដឹងគេអៀនហ្នឹងណាថែបទៅចិត្តណាតែមិនម៉ាត់តែចាំឲ្យនៅហ្នឹងតែម្ដងតែក្នុងវិញហ៎យើងនាំគ្នាញាស់បងព្រៃលេងហើយសម្លាញ់និយាយអញ្ចឹងដល់ពេលដែលយើងបែកគ្នាហើយ
ឥឡូវខ្ញុំគិតថាយើងធ្វើដំណើរបណ្ដើចាំដល់ផ្លូវបំបីចាំយើងបែកគ្នាទៅណាសម័យណាពិតប្រកបហើយចំណោតោះដល់ណាតោះចាំដំណើរទៅខ្ញុំមានឈ្មោះនាករត័យរស់នៅជាមួយម៉ែនិងប្អូនថ្ងៃនេះបានទទួលដំណឹងថាបងចំណោគាត់មកពីហាត់រៀនវិញហើយសប្បាយចិត្តណាស់នឹកគាត់នឹកខ្លាំងណាស់នឹកស្ទើរតែប្រែដានទ្រូងទៅហើយសែនរលឹកដល់ម្ចាស់តែបេះដូងអូនសែនរលឹកដល់ម្ចាស់តែបេះដូងមិនដឹងប្រុងសួនអូងអើយនឹងអូនតែអីមិនដឹងប្រុងសួនអបបងអើយនឹងអូនតែអីពេលដែលតទួលមកណែប្រងឡៃពេលដែលតទួលបងអើយសំបត្តិណែប្រងឡៃចិត្តណែអូនអូភ័យរត់មកតាមផ្លូវប្រពៃស្នេហារត់ណែមកចាំផ្លូវបងអើយបងប្រពៃស្នេហារំភើបចិត្តណាស់មិនដឹងថាបងចំណោសង្សារបណ្ដោចិត្តរបស់ខ្ញុំនោះគាត់ធ្វើដំណើរមកដល់ណាហើយទេគ្រាន់តែទទួលសម្បត្តិភ្លាមបងដឹងអីអើយឆោបងចំណោចាឯបែបនេះទៅខាត់នេះมันខ្លាចអូនភ័យលួចព្រលឹងទាំងបេះដូងស្លាប់ទេអី តាមកាពិតទៅញារតីអូនបងធ្វើនេះដើម្បីបញ្ញាអារម្មណ៍អូនតែប៉ុណ្ណោះញារតីចាបងបាច់អូនប៉ុន្មានឆ្នាំដោះមកជួបអូនពេលនេះអូនពេញកំមុំអញ្ចឹងទៅស្អាតណាស់ បងក៏សង្ហាដែរបងចំណោបងត្រឡប់មកវិញបានន័យថាបងរៀនចប់ហើយមែនទេបង ជាការពិតណាស់បងបានរៀនចប់ហើយបានប្រឡងជាប់លេខ1ទូទាំងសាលារបស់បងថ្ងៃនេះបងមកជួបអូនបងចង់ប្រាប់អូនរឿងមួយ ប្រាប់រឿងអីតែបង បងនឹកអូនណាស់ នឹកដូចតែគ្នាហ្នឹង ញារតីអូន ចា បងស្រឡាញ់អូនណាស់ អូនក៏ស្រឡាញ់បងដូចគ្នា មួយជីវិតរបស់បងនេះมันអាចរស់នៅដោយអត់ញារតីបងបានឡើយញារតី ចាបងធ្វើអីហ្នឹង រៀបការជាមួយនឹងបងទៅ រៀបការកុំប្រកាយណាប្រកាយញែងបងអូនណាយបងតាំងចិត្តខ្លាប្រាថ្នាចង់បាននួននៃល្អយាយមែនណាបង បើសិនមិនបានគូក្ររូបរៀមបងសៃសងខាងអូនណាយអូនណា
ប្រមេរៀបការធ្វើជាងជីវិតស្លាញ់អើយបងខ្សែពេញចិត្តមួយខាងជីវិតមិនអាចរកគេបានឡើយអូនគ្រាន់តែបានស្ដាប់តែពីសំដីធ្វើឲ្យរូបស្រីរំភើបលេះណារំភើបលេះណាតែក្រែងចិត្តណារៀមរាមកពាក្យណាវាចាឲ្យអូនអទេដឹង បងសូមស្មត់សច្ចាបាត់មែនទេ អូនណាយទេវតាធ្វើសាងសីបើសិនជាបងមិនស្មោះស្រីមេឃនឹងដីប្លន់ទាបងមិនទេអាចអត់ទេថ្លៃបងថ្លៃអើយក៏យ៉ាងនៅក្នុងជាតិនេះ បងនិយាយជាការពិតមែនណាបង នេះរដីអូន ចាបង សុភាសិតបានលើកថាបុរសសង្ហាដោយសារវិជារីនារីសោភាដោយសារសម្បត្តិចរិយាសម្បត្តិចរិយារបស់អូនថ្លៃថ្នូរស័ក្តិសមបងនឹងពេញចិត្តយកអូនជាគូអនាគតរបស់បងណា